កាលពីថ្ងៃប្រហោះអាទិត្យមុនបាននាំសិស្សបុកល្ហុងចាបុកល្ហុងហ្នឹងក៏មានដាក់តកូនដែលកូនសិស្សបានដាំខ្លះដែរចាហើយបន្ទាប់ពីញ៉ាំបុកល្ហុងរួចគឺយើងនាំគ្នាដកតកូនដើម្បីចែកគ្នាហើយបន្ទាប់ពីប្រមូលផលអស់រួចក៏នឹកឃើញថាតកូនវាមានរយៈពេលប្រហែលជាកន្លះខែអីចឹងវានឹងដោះលូតវែងអញ្ចឹងណាចាហើយក៏បាននាំសិស្សដាំដើម្បីបានផលចុងឆ្នាំម្ដងទៀតចាលើកនេះគឺដឹងតែចុងឆ្នាំមែនទែនហើយកាលពីវីដេអូផុសបង្ហាញពីតកូនហ្នឹងគឺមានបងប្រុសម្នាក់ក៏បានជួយខមមិនថាថតតកូនសោយមានថតអ្នកគ្រូអញ្ចឹងណាចាហើយនេះខ្ញុំក៏នឹកឃើញដែរថាអឺមានថតខ្លួនឯងសោះមកថ្ងៃដាំតកូននឹកឃើញថតសោះក៏នឹកឃើញថាខ្លួនឯងដូចអត់មានថតសោះរដងចាហើយក៏ដាក់មួយคลิปដែរទៅចានេះគឺជាសកម្មភាពសិស្សបន្ទាប់ពីគាត់កាប់ដីរួចគឺចាប់ផ្ដើមកាយជារងដើម្បីដាក់គ្រាប់តកូនណាឥឡូវគាត់ចាប់ដើមដាក់គ្រាប់តកូនហើយចាចាំមើលទិន្នផលទាំងអស់គ្នាតើបានល្អដោយលើកមុនទៀតអត់ចាចាំអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះអត់មានអីនិយាយច្រើនទេចឹងចង់និយាយតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតតែដៃគិននឹងសិនមកដាក់ខ្លួនចាប់ក្រុមទី2ច្រើនជាងទី1ហើយលោកទី2នេះមកនោះអាគីអត់ដល់ទេលោកនេះដល់វគ្គរយអេកូហើយតែពីដាំរួចចិត្តឲ្យលើគ្នាVài lụaក្រុមទី1អត់យកកណ្ដុងចឹងមិនតន់គេក្រុមទី2គេកណ្ដុងនៅមកកភ្លុះដងទឹកត្រៀមមិនលឿនណាដាក់ច្រើនពេកយកដករួចតពីរយអាចគោរួចដល់វាស្រោចទឹកម្ដងក្រុមទី2ហើយមុនហើយលឿនយើងរួចបាត់នេះហើយក្រុមទី2ក្រុមទី1ឡៃអត់យកសម្ភារៈដាក់ស្រោចមកដល់ក្រោយគេបដ ដាំហើយវិញគេតា